ជំរាបសួរពុកម៉ែបងប្អូនខ្ញុំឈ្មោះ Pengret គឺជាឪពុករបស់កូន3នាក់ហើយថ្ងៃនេះខ្ញុំមានកិត្តិយសមែនទែនដែលបានមកចូលរួមក្នុងកម្មវិធីគន្លឹះចិញ្ចឹមកូនក្រោមប្រធានបទស្ដីពីវិធីសាស្ត្រកសាងទំនាក់ទំនងគ្រួសារមានភាពរឹងមាំហើយខ្ញុំទទួលបានសំណួរ5ពីសហគមន៍សូមអញ្ជើញពុកម៉ែបងប្អូនមកស្ដាប់សំណួរទី1ទាំងអស់គ្នាតើមានវិធីសាស្ត្រអ្វីខ្លះឬគន្លឹះសំខាន់ប្រមាណចំណុចដែលអាចជួយឲ្យទំនាក់ទំនងនៅក្នុងគ្រួសារមួយមានភាពរឹងមាំចំណុចសំខាន់នេះខ្ញុំគិតថាទី1គឺការបង្ហាញនៅក្តីស្រឡាញ់ឲ្យគ្នានៅក្នុងគ្រួសារគោរពគ្នាយើងចេះឲ្យតម្លៃគ្នាការស្រឡាញ់កូនស្មើគ្នានឹងគឺជាចំណុចសំខាន់មួយនៅក្នុងការកសាងនៅទំនាក់ទំនងល្អមានភាពរឹងមាំនៅក្នុងគ្រួសារចំណុចទី2គឺជាកត្តាគន្លឹះសំខាន់គឺការទុកចិត្តគ្នារវាងប្តីប្រពន្ធនិងកូននៅក្នុងគ្រួសារបើសិនជាយើងមិនទុកចិត្តគ្នាទេវាអាចបង្កទៅជាភាពល្អកកភាពមិនស្មោះត្រង់ទៅវាមានការសង្ស័យទៅគឺគ្រួសារយើងប្រកាសជាមិនរលូនអញ្ចឹងគាត់ក៏សប្បាយចិត្តដែរនៅពេលដែលខ្ញុំមានការបើកចំហជាមួយគាត់ចំណុចទី3ខ្ញុំគិតថាគឺការចេះអភ័យទោសនិងការចេះសុំទោសយើងជាឪពុកឬក៏ជាប្តីជាស្វាមីដែលធ្វើខុសខ្ញុំគិតថាយើងត្រូវហ៊ាននិយាយថាប៉ាសុំទោសឬមួយក៏បងសុំទោសដោយសុំទោសគាត់តែមួយម៉ាត់គឺអ្វីគឺគាត់សប្បាយចិត្តឡើងវិញតែម្ដងហើយក្រៅពីនេះទៀតខ្ញុំគិតថាការចំណាយពេលវេលាដ៏ល្អជាការចំណាយពេលវេលាដែលសប្បាយជាមួយគ្នាណាខ្លះគាត់លេងអុកលេងអីយ៉ាងដែរខ្ញុំអត់ចេះលេងអុកទេខ្ញុំទៅអង្គុយមើលគាត់ជាការកសាងនៅអនុស្សាវរីយ៍និងភាពកក់ក្ដៅក្នុងគ្រួសារខ្ញុំមានសំណួរមួយទៀតដែរសួស្តីបងតើកត្តាអ្វីខ្លះដែលធ្វើឲ្យគ្រួសារគ្មានភាពស្និទ្ធស្នាលនឹងគ្នាខ្ញុំតែងតែគិតកត្តាមុំចង្ក្រាននៅពេលដែលខ្ញុំនិយាយអំពីការកសាងទំនាក់ទំនងមុំចង្ក្រានយ៉ាងម៉េចចឹងយើងធ្វើការជារឿងមួយជាមុំមួយដែលយើងបង្កការងារមូលច្រើនតែយើងត្រូវមានពេលវេលាសម្រាប់គ្រួសារថាតើយើងត្រូវចំណាយពេលលៃលកប៉ុណ្ណាដើម្បីចំណាយពេលកសាងអនុស្សាវរីយ៍និងភាពកក់ក្ដៅនៅក្នុងគ្រួសារជាមួយនឹងប្រពន្ធនិងកូនយើងត្រូវលេងជាមួយគ្នាយ៉ាងម៉េចដូចខ្ញុំរៀបរាប់ពីចំណុចខាងដើមអញ្ចឹងណាមួយទៀតក៏យើងមានមុំមួយទៀតដែលខ្ញុំនិយាយពីមុំសង្គមឬក៏មុំមិត្តភ័ក្តិនៅជុំវិញអញ្ចឹងខ្ញុំក៏ត្រូវលៃពេលដែរសម្រាប់ការជួបជុំមិត្តភ័ក្តិខ្ញុំក្លិនខ្លែងទៅមិនឲ្យវាមានពេលសមរម្យសម្រាប់ជីវិតនៅក្នុងគ្រួសារក្តីនៅក្នុងការងារក្តីកត្តាមួយទៀតខ្ញុំគិតថាមានហានិភ័យសម្រាប់គ្រួសារដែលខ្ញុំព្យាយាមគ្រប់គ្រងវាដែរពេលខ្លះយើងមានសម្ពាធការងារច្រើនមានការទទួលខុសត្រូវច្រើនពេលខ្លះយើងយកអារម្មណ៍ហ្នឹងពីកន្លែងហ្នឹងយកមកដាក់នៅក្នុងគ្រួសារអាហ្នឹងដូចពាក្យបុរាណថាខឹងគោវាយរទេះអញ្ចឹងខ្ញុំគិតថាជាចំណុចមិនល្អទេយើងគួរតែចេះគ្រប់គ្រងលៃលកពេលវេលាហើយមិនត្រូវនាំរឿងមកចូលនៅក្នុងគ្រួសារខ្ញុំអញ្ចឹងណាបាទខ្ញុំមានសំណួរមួយទៀតដែរទទួលពីបងប្អូនយើងសំណួរទី3ត្រូវមិនបានកូននឹងស្និទ្ធស្នាលមិនខ្ញុំកូនខ្ញុំនេះហៅពីនិចពីទៅនោះហៅនៅវាអត់ចេះតាមខ្ញុំសោះសំណួរទី3នេះល្អមែនតើថាតើយើងមានគន្លឹះអ្វីខ្លះក្នុងការកសាងទំនាក់ទំនងល្អជាមួយនឹងកូនខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនមានវិធីសាស្ត្រច្រើនផ្សេងគ្នាគន្លឹះផ្សេងគ្នាបទពិសោធន៍ជីវិតផ្សេងគ្នាតែសម្រាប់គ្រួសារខ្ញុំរឿងសំខាន់គឺដូចខ្ញុំបញ្ជាក់អង្គលើការចំណាយពេលឲ្យមានតម្លៃឲ្យមានអនុស្សាវរីយ៍ច្រើនជាមួយនឹងគ្នាជារឿងសំខាន់អញ្ចឹងខ្ញុំតែងតែនាំកូនខ្ញុំលេងឬមួយក៏ខ្ញុំតែងតែចំណាយពេលធ្វើសកម្មភាពរួមមួយចំនួនជាមួយកូនដូចជាការចំអិនការទៅលេងនៅខាងក្រៅយើងព្យាយាមនាំគាត់ទៅខាងក្រៅដើម្បីឲ្យគាត់អាចកសាងទំនុកទុកចិត្តហើយនឹងការចូលរួមសង្គមអីផ្សេងៗណាពេលខ្លះកុំឲ្យគាត់ខ្លាចគេដែរយើងមានរៀបចំគេហៅថាកម្មវិធីក្នុងមួយថ្ងៃប្រហែលម៉ោងអញ្ចឹងខ្ញុំជែកមើលគាត់ថាម៉ោងនេះគាត់ឯងចង់ធ្វើអីម៉ោងនេះធ្វើអីហ្នឹងហើយអញ្ចឹងមានម៉ោងរៀនមានម៉ោងលេងមានម៉ោងសម្រាកសម្របខ្លួនទៅតាមហ្នឹងព្រោះខ្ញុំគិតថាការដែលធ្វើឲ្យកូនមានអារម្មណ៍កក់ក្ដៅនៅក្នុងគ្រួសារហើយយើងបង្ហាញនូវការស្រឡាញ់ការយកចិត្តទុកដាក់ការថែទាំធ្វើឲ្យកូនយើងមានការរីកលូតលាស់បានល្អរឿងដែលខ្ញុំគិតថាចំណុចសំខាន់មួយទៀតគឺការចំណាយពេលជួយបង្រៀនកូននៅក្នុងការកសាងទំនាក់ទំនងល្អដែរយើងដឹងហើយឪពុកម្ដាយទាំងអស់គឺជាគ្រូទី1ដែលយើងត្រូវតែបង្ហាញហើយយើងក៏ជាគំរូដល់កូនដែរមុនពេលគាត់គេខ្ញុំអានរឿង
រឿងខ្មែររឿងតុក្កតារឿងនេះគាត់ចាប់អារម្មណ៍មើលអីខ្ញុំសង្កេតឃើញគាត់ហាក់ដូចជាចង់ធ្វើតាមដើម្បីគាត់បានអានដូចខ្ញុំអញ្ចឹងខ្ញុំឃើញថាហាក់ដូចជារឿងមួយដែលយើងគួរធ្វើកាយវិការល្អប្រើប្រាស់ពាក្យសម្ដីល្អជាមួយនឹងគ្នាក្នុងគ្រួសារជាមួយភរិយាហើយជាវិធីសាស្ត្រមួយដែលយើងបង្ហាញនៅក្តីស្រឡាញ់ណាហើយអញ្ចឹងគាត់អាចរៀនសូត្រពីយើងពីចំណុចទាំងអស់ហ្នឹងហើយខ្ញុំមានសំណួរមួយទៀតដែរពីសហគមន៍អញ្ចឹងចូលស្ដាប់សំណួរទី4ទាំងអស់គ្នាបាទនៅពេលដែលបងអូនមានបញ្ហាជាមួយនឹងក្រុមគ្រួសារមិនចុះសម្រុងគ្នាតើបងអូនត្រូវរកដំណោះស្រាយបែបណាពេលដែលមានចំនួននិងមានការយល់ច្រឡំអានេះដូចជារឿងមួយជាមិនផុតទេនៅក្នុងគ្រួសារអាហ្នឹងដោយពាក្យចាស់ថាអីចានក្នុងរាវណាគង់តែមានប៉ះមានទង្គិចគ្នាអញ្ចឹងសម្រាប់គ្រួសារខ្ញុំវាមិនមានអីក្ដុំក្ដាំងធំដុំទេពេលខ្លះក៏យើងប៉ះពាល់ពីសម្ដីអន់ចិត្តអីប៉ុន្តែចំណុចសំខាន់ខ្ញុំគិតថារឿងសុំទោសហ្នឹងឯងដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងពេលដែលសមាជិកណាមួយធ្វើខុសទៅយើងឲ្យគាត់សុំទោសឬខ្ញុំសុំទោសភរិយាខ្ញុំគាត់សុំទោសពេលយើងគិតថាវាមានការប៉ះទង្គិចអីចឹងណារឿងសំខាន់ហ្នឹងគឺយើងនិយាយគ្នានៅពេលដែលមានការថ្នាក់ឬការមិនពេញចិត្តនិយាយគ្នាទៅសួរគ្នាទៅថាហេតុអីមកមូលហេតុអីបានជាមិនពេញចិត្តថ្ងៃហ្នឹងមុខជូរមានរឿងអីអញ្ចឹងយើងគិតថាការសន្ទនាគ្នាសួរនាំគ្នាផ្ដល់ពេលឲ្យគ្នាបញ្យល់បកស្រាយជារឿងមួយសំខាន់ហ្នឹងគ្រួសារខ្ញុំតែសួរនាំគ្នាចឹងដែរហើយគឺជារឿងសំខាន់ហើយដូចគ្នាផងដែរកូនធម្មតាប្រកាសជាមានការថ្នាក់ខ្លះហើយព្រោះមិនមែនថាកូនយើងទាំងអស់កើតមកវាល្អ 100%អញ្ចឹងវាអាចមានចំណុចអីខុសឆ្គងដែលមិនដូចចិត្តឪពុកម្ដាយខ្ញុំគិតថាបញ្ហាហ្នឹងវាអាចបង្កទៅជាការយល់ច្រឡំឬមួយក៏ការមិនពេញចិត្តណាមួយវាមិនជាចំនួនតែវាអាចបង្កទៅការយល់ច្រឡំអីមួយគឺយើងព្យាយាមសួរគាត់និយាយឲ្យគាត់បញ្យល់ទៅអញ្ចឹងកុំចាប់ថ្នាក់យើងមិនអាចចាប់ថ្នាក់ថាកូនឯងទៅណាទៅណីអញ្ចឹងកូនខ្ញុំពេលខ្លះគាត់ទៅរៀនហើយគាត់ទៅជួបមិត្តភក្តិញ៉ាំអីហ្នឹងគាត់មកវិញបែរគាត់ប្រាប់អញ្ចឹងយើងសួរគាត់ថាមិនបានយូរមែនថ្ងៃហ្នឹងកូនបែរគាត់ប្រាប់ថាគាត់ទៅណាគាត់ធ្វើអីអញ្ចឹងណាអញ្ចឹងអាហ្នឹងខ្ញុំគិតថាជាចំណុចល្អចំណុចសំខាន់ដែរព្រោះកាលណាបើយើងដាក់ភាពតឹងរឹងពេកឲ្យបង្កឲ្យមានភាពគេហៅថាដាក់សម្ពាធគាត់ហើយដាក់ច្បាប់វិន័យតឹងសម្រាប់គាត់ពេកវាអាចបង្កទៅភាពភ័ន្តច្រឡំហើយអាចទៅជារឿងមួយគេហៅថាយើងអត់ឲ្យតម្លៃកូនប្រហែលជាអាចនឹងព្យាយាមកុហកថាបានខ្ញុំមានសំណួរមួយទៀតដែលទទួលបានពីបងប្អូនយើងតោះស្ដាប់ទាំងអស់គ្នាបងធ្វើម៉េចបានយើងអាចបង្កើតពេលវេលាល្អៗជាមួយគ្រួសារយើងបានហ៎បានធ្វើម៉េចនេះគេថាវិធីធ្វើម៉េចដើម្បីបង្កើនពេលវេលាល្អក្នុងគ្រួសារដូចខ្ញុំបញ្ជាក់អញ្ចឹងការងាររវល់ច្រើនទាំងឪពុកទាំងម្ដាយកូនក៏រៀនអញ្ចឹងចំណុចសំខាន់ដូចខ្ញុំលើកឡើងពីដើមអញ្ចឹងយើងអាចថាសរុបមកវិញក៏បានដែរគឺធ្វើម៉េចលៃឲ្យមានពេលជុំគ្នាដូចជាការញ៉ាំបាយពេលល្ងាចបើធ្វើថាពេលថ្ងៃយើងអត់នៅផ្ទះជុំគ្នាទេអញ្ចឹងពេលល្ងាចហ្នឹងគឺត្រូវតែលៃថាឥឡូវរៀបចំញ៉ាំបាយប្រហែលជាម៉ោងប៉ុន្មានគ្រួសារខ្ញុំចន្លោះពីម៉ោង 6 កន្លះទៅម៉ោង 7 ហ្នឹងគឺយើងញ៉ាំអាហារពេលល្ងាចហើយយើងមកញ៉ាំបាយទៅជែកគ្នាចំណាយពេលតែកន្លះម៉ោងយើងញ៉ាំបាយចាំខ្លួនឯងទៅលេងទៅមើលអីផ្សេងអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺជាពេលវេលាមួយដែលមានសារៈសំខាន់នៅក្នុងការញ៉ាំបាយជុំគ្នាហើយកុំលើកទឹកចិត្តឲ្យគាត់ដួសស្រូបឲ្យទៅញ៉ាំនៅកន្លែងបុកទូឬមួយក៏ទៅក្រៅខ្ញុំគិតថាហ្នឹងមិនសូវល្អការមកមានញឹកតែងតែមានគ្រប់គ្នាហើយពេលវេលាក៏គ្រប់គ្នាមានមិនលើសគ្នាដែរ24ម៉ោងដូចគ្នាអត់មានពេលណាមានច្រើនជាងពេលណាសំខាន់ខ្ញុំគិតថាការចេះបែងចែកនិងប្រើប្រាស់ពេលវេលាអញ្ចឹងពួកខ្ញុំតែងតែលៃពេលវេលាសម្រាប់ការសម្រាកលេងជាមួយគ្នាណាមើលវីដេអូដែលខ្ញុំថាអញ្ចឹងល្ងាចថ្ងៃសុក្រយើងចំណាយពេលល្ងាចមើលរួមគ្នាទៅសៅរ៍អាទិត្យកូនខ្ញុំរៀនដល់ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍អញ្ចឹងថ្ងៃអាទិត្យអត់ធ្វើអីទេយើងអាចធ្វើអីញ៉ាំចំអិនជុំគ្នាទៅហ្នឹងហើយយើងបង្កអាបរិយាកាសឲ្យមានអនុស្សាវរីយ៍ឲ្យមានការបង្ហាញនៅការស្រឡាញ់យើងបំពេញគ្នាទៅវិញទៅមកហ្នឹងហើយជាពិសេសមួយទៀតគឺការជួយធ្វើការងារគ្នានៅក្នុងផ្ទះហ្នឹងគឺជារឿងមួយបង្កនៅគេហៅថាពេលវេលាល្អមួយគ្នាក្នុងគ្រួសារហើយយើងមើលអ្នកណាចេះអីខ្លះនៅក្នុងគ្រួសារធ្វើម៉េចបង្ហាញនៅការស្រឡាញ់មើលថែគ្នាក៏ជាចំណុចល្អមួយដែរការយកចិត្តទុកដាក់ឈឺស្កាត់អីហ្នឹងគឺយើងសួរនាំហើយយើងការនិយាយគ្នាបានច្រើននៅក្នុងគ្រួសារជាចំណុចល្អមួយដែរព្រោះថ្ងៃណាយើងរវល់រៀងខ្លួនគិតតែចំនួនគិតតែការងារគិតតែកិច្ចការសាលាដែលយើងចង់ឲ្យកូនចេះតែយើងត្រូវប្រាប់ថាកូនលៃពេល
សម្រាប់ជាមួយគ្នាខ្លះទៅនិយាយពិសេសខ្ញុំតែងគិតថាតិចទៀតកូនឯងធំនឹងទៅបាត់អស់ហើយប៉ាម៉ាក់នឹងនៅផ្ទះពីរនាក់អញ្ចឹងចូលរួមមួយគ្នាទៅយើងធ្វើអីសប្បាយមួយគ្នាឲ្យមានអនុស្សាវរីយ៍ណាអញ្ចឹងនេះជាចំណុចសំខាន់របស់ដែលខ្ញុំអាចចូលរួមជាមួយនឹងពុកម៉ែបងប្អូនបានហើយខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនទាំងអស់គ្នាដូចគ្នាមិនមានអ្នកណាខុសនរណាទេគឺយើងតែងតែលះបង់គ្រប់យ៉ាងធ្វើការរស់ស៊ីធ្វើកិច្ចការវាគឺដើម្បីគុតកូនហើយព្រោះយើងចង់ឃើញកូនយើងមានការរីកលូតលាស់ល្អមានចំណេះដឹងមានអនាគតល្អអញ្ចឹងណាអញ្ចឹងអាហ្នឹងជាចំណុចមួយដែលខ្ញុំគិតថាសំខាន់ហើយគ្រួសារខ្ញុំផ្ទាល់តាំងពីអ្នកប្តីប្រពន្ធយើងចាប់ផ្ដើមស្គាល់គ្នារៀបការមួយគ្នាមកគឺយើងប្រឹងប្រែងទាំងអស់គ្នាមកអត់មានគេតំណែងអីដែលបានមកជាដើមទុននេះគឺយើងចាប់ផ្ដើមពីដៃទៅទេយើងកសាងជាមួយគ្នាពុតកូនយើងឲ្យបានរៀនសូត្រឲ្យបានស្លៀកពាក់ហូបចុកសមរម្យដូចគេដូចឯងអញ្ចឹងណាវាមិនជាមើលទៅលោឆាយទេប៉ុន្តែអាចជាសមរម្យសម្រាប់ការព្រោះយើងបានលះបង់អ្វីៗយើងគិតថាយើងមិនមែនធ្វើប្រឹងរកដើម្បីខ្លួនយើងទេគឺយើងប្រឹងរកយើងធ្វើហ្នឹងគឺដើម្បីកូនយើងអញ្ចឹងនៅពេលដែលកូនយើងបានស្រួលបានរីកចម្រើនទៅយើងសប្បាយចិត្តហើយខ្ញុំគិតថាពុកម៉ែបងប្អូនគ្រប់គ្នាគឺដូចគិតមិនខុសពីខ្ញុំហើយនឹងគ្រួសារខ្ញុំព្រោះអ្វីដែលយើងចង់បាននៅពេលយើងមានកូនណាអញ្ចឹងគិតថាពុកម្ដាយគ្រប់រូបត្រូវតែធ្វើការផ្គត់ផ្គង់គាំទ្រលើកទឹកចិត្តណាជំរុញហើយនឹងធ្វើយ៉ាងណាឲ្យកូនគាត់មានឱកាសបានបញ្ចេញនៅសក្តានុពលគាត់បានរៀនបានសូត្របានទទួលនៅចំណេះដឹងណាទោះបីគាត់ស្ថិតនៅក្នុងស្ថានភាពកលៈទេសៈណាក៏ដោយព្រោះគាត់មានសក្តានុពលទាំងអស់ថាមិនត្រូវទេគាត់អាចក្លាយទៅជាអ្នកដឹកនាំនៅថ្ងៃអនាគតគាត់ថាបានតោះអញ្ចឹងចាប់ផ្ដើមចិញ្ចឹមកូនតាមបែបវិជ្ជមានទាំងអស់គ្នា